បើសិនជាអ្នកទាំងអស់គ្នាបាក់ទឹកចិត្តអត់មានអ្នកគ្រប់គ្រងពេលខ្លះជំនឿក៏អាចលើកទឹកចិត្តបងប្អូនទាំងអស់គ្នាដែរសួស្តីមកកាន់ vlog វ៉ាល់របស់នាងខ្ញុំបងប្អូនទាំងគ្នាថ្ងៃនេះក៏នាងខ្ញុំទៅកន្លែងទីសក្ការៈបូជាមួយកន្លែងដែលខ្ញុំតែងតែទៅនៅពេលដែលខ្ញុំមានបញ្ហាផ្លូវចិត្តដូចជាពិបាករកដំណោះស្រាយអីផ្សេងគឺខ្ញុំរកជំនួយការនឹងប៉ុន្តែខ្ញុំមិនមែនថាជឿ 100% ទេគឺខ្ញុំជឿតែ10ទៅ15% តែប៉ុណ្ណោះសល់90ទៅ85% ទៀតគឺខ្ញុំធ្វើខ្លួនឯងហើយខ្ញុំច្នៃវាដោយខ្លួនឯងតែសល់ប្រហែលគឺខ្ញុំនៅតែមានជំនឿចឹងព្រោះដោយសារតែការសាងជំនឿលើខ្លួនឯងខ្លាំងវាល្អជាងយើងពឹងដង្ហើមអ្នកដទៃប៉ុន្តែត្រូវតែចាំថាធ្វើអីក៏ដោយយើងមិនអាចពឹងខ្លួនឯង 100% ទេភាពជោគជ័យកាន់តែធំត្រូវការជំនួយកាន់តែច្រើនអញ្ចឹងជំនួយកាន់តែច្រើនទោះតែយើងជឿទៅយើងមានជំនួយហ្នឹងអញ្ចឹងថ្ងៃនេះគឺចង់ណែនាំបងប្អូនទាំងអស់គ្នាទៅកាន់វត្តវិហារសួងខ្ញុំអត់ដឹងថាបងប្អូនទាំងអស់គ្នាស្គាល់ប៉ុន្មានអ្នកទេខាងវត្តវិហារសួងនោះតែសម្រាប់ខ្ញុំក៏ទៅតែស្គាល់នៅពេលដែលស្គាល់គ្រួសារខ្ញុំដែរព្រោះដោយសារតែតាំងពីក្មេងមកខ្ញុំមិនដែលជាបន់ស្រន់ទេសំបីតែទៅវត្តក៏ខ្ញុំដែរបន់ស្រន់សុំលៀបសុំសក្ការៈអីដែរគឺសុំតែសេចក្តីសុខហើយឧទ្ទិសកុសលទៅកាន់ជីដូនជីតាតែប៉ុណ្្នឹងឯងអត់ដែលនឹកឃើញថាសុំនេះសុំនោះអីទេប៉ុន្តែឥឡូវហ្នឹងចេះមានតែមានក៏មិនមែនជាធំដុំអីដែរគ្រាន់តែថាសុំសេចក្តីសុខចាសុំរកស៊ីមានបានអីបន្តិចបន្តួចហ្នឹងប៉ុន្តែខ្ញុំនៅតែបញ្ជាក់បងប្អូនចឹងជំនឿគឺខ្ញុំឲ្យខាងសាសនាឬក៏ការបែបបន់ហ្នឹងគឺសុំតែ10ទៅ15%ទេដើម្បីកុំឲ្យយើងបាត់បង់ខ្លួនឯងនៅពេលដែលយើងបាត់បង់ខ្លួនឯងអ្វីក៏វាអត់បានដែរទោះបីជាអ្នកទាំងអស់គ្នាសុំបន់ប្រេងយ៉ាងណាក៏ដោយក៏វាអត់បានដែរបើយើងមិនខំប្រឹងចេញពីខ្លួនឯងអញ្ចឹងការធ្វើដំណើររបស់ខ្ញុំគឺខ្ញុំជ្រើសរើសការធ្វើដំណើរតាមសាឡាងយើងឆ្លងសាឡាងអរិយខ្សាត់ហើយឆ្ពោះទៅកាន់ស្វាយជ្រុំនិងមានផ្លូវវាងទៅកាន់ 7NG នេះគឺជាផ្លូវទៅកាន់វត្តវិហារសួរហ្នឹងហើយចានេះដល់ផ្លូវខាង 7NG បងប្អូនទាំងអស់គ្នាដំណើរតាមនេះវាចិនហើយមួយទៀតអត់សូវមានលបឿនលឿនឡានគឺក៏គេជិះយឺតល្មមសំគួរបើយើងជិះម៉ូតូទៅក៏ងាយស្រួលដែរអត់ពិបាកទេប៉ុន្តែ 7NG ខ្ញុំឃើញគេដាក់ផ្លាកថា 9NG វិញអញ្ចឹងបងប្អូនមកទៅច្រឡំថាឮ 7NG ហើយឃើញ9គាត់ក៏ខុសផ្លូវមែនទេបងប្អូនគេដូរឈ្មោះ 9NG វិញណាចានៅកន្លែងនេះក៏ស្អាតដែរហើយមានហេដ្ឋារដ្ឋានមានអីណាសម្រាប់បងប្អូនចង់ញ៉ាំអីអញ្ចឹងណាចាសម្រាប់ខ្ញុំធ្វើដំណើរតាមនេះវាងាយស្រួលជាងខាងផ្លូវធំបងប្អូនចាព្រោះថាផ្លូវធំកំពុងតែធ្វើកំពុងតែជួសជុលកំពុងតែពង្រីកផ្លូវអញ្ចឹងខ្ញុំរកផ្លូវនេះជិះគឺស្រួលខ្លាំងមែនតើអញ្ចឹងត្រឡប់មកវិញតិចចាសម្រាប់បងប្អូនទាំងអស់គ្នាដែលក៏មានបញ្ហាក្នុងនាមខ្ញុំជាសត្វការីម្នាក់ដែរក៏ក្នុងនាមជាគ្រូពេទ្យដែរសួរថានៅពេលដែលបងប្អូនបែបបន់តើខ្ញុំក្នុងនាមជាអ្នកវិទ្យាសាស្ត្រហ្នឹងគួរតែហាមឃាត់ទេអត់ហាមឃាត់ទេពីព្រោះថាវាគឺជាការពាក់ព័ន្ធទៅនឹងផ្លូវចិត្តប៉ុន្តែខ្ញុំនៅតែប្រាប់បងប្អូនដដែលថាកុំព្យាយាមជឿអ្នកដទៃជាងខ្លួនឯងបើសិនជាខ្លួនឯងមានភ្ញួចអារម្មណ៍ឬក៏គេហៅថាវិញ្ញាណទី6មួយសម្រាប់ខ្លួនឯងហើយយើងគួរតែជឿញៀនយើងខ្លះទៅថាវាជោគជ័យឬក៏មិនជោគជ័យតែបើសិនជាអ្វីដែលយើងដាក់គោលដៅហើយវាមិនបាន 100% ទេឬក៏បានតែ10ឬក៏ 5% គួរតែត្រេកអរនឹងសមិទ្ធផលនឹងព្រោះពេលខ្លះយើងអាចគិតថាក្តីសម័យរបស់យើងធំប៉ុន្តែសមត្ថភាពរបស់យើងអត់ទាន់ទៅដល់កន្លែងហ្នឹងអញ្ចឹងជោគជ័យក៏វាមិនទាន់បានសម្រេចដែរអញ្ចឹងយើងត្រូវតែស្គាល់ពីខ្លួនឯងផងហើយមានក្តីសម័យធំប៉ុន្តែក៏ប្រកបជាមួយនឹងសមត្ថភាពរបស់ខ្លួនឯងដែរសូមកុំបោះបង់ខ្លួនឯងក្នុងនាមជាគ្រូពេទ្យអ្នកវិទ្យាសាស្ត្រម្នាក់ក៏នៅតែឲ្យបងប្អូនទាំងគ្នាគោរពបែបអបិយជំនឿដែរប៉ុន្តែសូមតែកុំបោះបង់ខ្លួនឯងទៅបានហើយមិនថាមានបញ្ហាយ៉ាងណាក៏ដោយគ្រប់យ៉ាងគឺសិតតែមានដំណោះស្រាយហើយកុំជ្រើសរើសយកផ្លូវដែលធ្វើឲ្យអ្នកកាន់តែដុនដាបឬក៏បាក់ទឹកចិត្តអញ្ចឹងនៅពេលដែលខ្ញុំពិបាកឬក៏បាក់ទឹកចិត្តបើខ្ញុំអត់អាចបរិយាយទៅណាគេបានខ្ញុំទៅកន្លែងហ្នឹងតែខ្ញុំក៏មិនទៅសុំអីណាលុបលន់ឥឡូវយើងសម័យមើលយើងមានតែ1000យើងសុំមួយថ្ងៃរកស៊ីឲ្យបាន$10 លានសួរទៅរួចហ៎$1000បដូរទៅ$10 លានអត់បានទេបងប្អូនអ្វីក៏ដោយបានទូចមានទូចបានទូចមានធំបានធំវាជាច្បាប់របស់ធម្មជាតិអញ្ចឹងចេះទទួលស្គាល់ឲ្យសប្បាយចិត្តនឹងរបស់ដែលយើងមានទៅបានហើយអាហ្នឹងក៏វាជាក្តីសុខមួយសម្រាប់ខ្លួនឯងដែរហើយវាក៏ជាហុងស៊ុយមួយសម្រាប់ខ្លួនឯងដែរឥឡូវនេះពួកខ្ញុំទាំងពីរនាក់បានមកដល់ទីតាំងហើយទីតាំងវត្តដោយសារតែថ្ងៃនេះគឺជាថ្ងៃច័ន្ទអញ្ចឹងទៅអត់សូវមានមនុស្សទេជាធម្មតាថ្ងៃសៅរ៍អាទិត្យឬក៏ថ្ងៃសិលអីគឺមានមនុស្សមកបែបបន់ច្រើនសុំសុខសប្បាយមានអ្នកគេចង់បានបុត្រធីតាអីគេថាសុំនៅនឹងក៏បានជោគជ័យដែរបងប្អូនប៉ុន្តែ
តែសម្រាប់ខ្ញុំដូចខ្ញុំបញ្ជាក់បងប្អូនចឹងពេលខ្ញុំពិបាកខ្ញុំគ្រាន់តែមកសុំឲ្យខ្ញុំស្លាកចិត្តនឹងឲ្យមកធ្វើទៀនដាក់ចំណីអីរួចរាល់ហើយគឺខ្ញុំត្រឡប់ទៅវិញហើយតែបងប្អូនធ្លាប់សុំឲ្យជោគជ័យនៅកន្លែងហ្នឹងចូលខមមិនផងតែខ្ញុំលើខាងអ្នកស្គាល់ខ្លះគាត់ថាគាត់សុំឲ្យបានជោគជ័យមែនគឺគាត់ជោគជ័យគាត់សុំប្រាថ្នាឲ្យគាត់បានអ្វីដែលគាត់នឹងត្រូវបានណាប៉ុន្តែគាត់ថាវាមានធំមានតូចទៅតាមអ្វីដែលគាត់បានអញ្ចឹងទៅពេលខ្លះគាត់សុំអាធំទៅវាបាន3អាធំអីអញ្ចឹងទៅចាប៉ុន្តែវាក៏ជាសេចក្តីសម្រេចមួយរបស់យើងដែរតែខ្ញុំនៅតែបញ្ជាក់បងប្អូនណាកុំភ្លេចហើយកុំបោះបង់ខ្លួនឯងបបាក់ទឹកចិត្តអ្នកអាចមានការធ្វើអបិយជំនឿបន់ស្រន់នឹងបានតែកុំមានជំនឿខ្លាំងពេករហូតដល់គេឲ្យយើងធ្វើអីក៏យើងព្រមធ្វើតាមកុំបោះបង់ខ្លួនឯងអីជឿនឹងខ្ញុំទៅចាអ្នកវិទ្យាសាស្ត្រមែនប៉ុន្តែក៏មិនឲ្យអ្នកទាំងអស់គ្នាបោះបង់ខ្លួនឯងខ្លាំងពេកដែរស្រឡាញ់ខ្លួនឯងឲ្យច្រើនគ្រប់យ៉ាងវានឹងរីកចម្រើនទៅតាមនឹងដែរហើយមួយទៀតបើអ្នកទាំងអស់គ្នាមានជំនឿទៅលើរឿងអរូបីឬក៏បែបបុរាណឬក៏បែបសុំអីហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើបានតែត្រូវចាំថាចិត្តណាគឺមានគ្រោះថ្នាក់មួយចិត្តរបស់យើងក៏ដូចជាកបិតមុខពីរអញ្ចឹងវាអាចមុតបានទាំងសងខាងបើយើងប្រើវាដោយត្រឹមត្រូវវានឹងធ្វើឲ្យយើងជោគជ័យប៉ុន្តែបើយើងប្រើវាខ្ជិលមិនត្រឹមត្រូវវិញណាគឺធ្វើឲ្យយើងបរាជ័យបង្កនូវភាពវេទនាដ៏ធំធេងសម្រាប់យើងហើយចិត្តពេលខ្លះវាសម្ដែងចេញមកបែបទលំទលាយក្តីស្រឡាញ់ប៉ុន្តែក្តីស្រឡាញ់ខ្លះវាបែរជាធ្វើបែបយើងទៅវិញយើងគឺជាអ្វីដែលយើងកំពុងតែមានអតិភិបឥឡូវនេះដោយសារតែកំណត់អតីតនិងកំណត់បច្ចុប្បន្នទាំងឡាយរបស់យើងវាលែងធ្វើឲ្យយើងអាចត្រៀមខ្លួនក្នុងការផ្លាស់ប្ដូរផងនិងមិនផ្លាស់ប្ដូរផងអញ្ចឹងហើយយើងត្រូវតែមានការគ្រប់គ្រងចិត្តឲ្យបានល្អហើយបើយើងជាប់ផុងនៅក្នុងទម្លាប់ដែលយើងកំពុងមានអ្នកទាំងអស់គ្នាក៏គួរតែផ្លាស់ប្ដូរពីព្រោះថាបើសិនជាអ្នកសុំទានម្នាក់ចង់ធ្វើឲ្យខ្លួនឯងជោគជ័យគេត្រូវឈប់គិតធ្វើជាអ្នកសុំទានដើម្បីក្លាយជាមនុស្សជោគជ័យយើងត្រូវគិតបែបមនុស្សជោគជ័យមិនមែនគិតបែបមនុស្សបរាជ័យទេអញ្ចឹងបើយើងជឿថាយើងអាចជាមនុស្សមានភាពជោគជ័យក្នុងស្ថានភាពដែលយើងកំពុងមានឥឡូវនេះយើងត្រូវតែជោគជ័យតែបើវាមិនទាន់ជោគជ័យយើងត្រូវតែរៀនពីគន្លឹះណាដើម្បីធ្វើឲ្យខ្លួនឯងជោគជ័យបើយើងគិតថាយើងគ្មានជំរឿនោះយើងពិតជាគ្មានជំរឿមែនអញ្ចឹងជីវិតគឺជាការប្រើចិត្តគំនិតរិះគិតប៉ុន្តែបើសិនជាអ្នកនរគ្នាមានជំនឿលើអបិយជំនឿទាំងអស់ហ្នឹងខ្ញុំក៏នៅតែគាំទ្រអ្នកទាំងអស់គ្នាធ្វើវាតែសូមធ្វើវាឲ្យមានជំរឿសម្រាប់ខ្លួនឯងផងសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដាន vlog របស់នាងខ្ញុំ